เคลียงนะเคลียงบุกละห้องเหรอเรามาถึงยกเนี่ยเราบุกละห้อง បងប្អូនអ្នកតែងតែមកទីឆាស៊ីមរៀបអត់ទាន់ដឹងឥឡូវក៏មានលក់បុកល្ហុងដែរភ្លាអីក៏មានដែរបងប្អូនអញ្ចឹងបើថាខ្ញុំទីឆារាល់ថ្ងៃអីចង់សាអីផ្សេងក៏អាចក៏មកបានជាមួយនឹងបុកល្ហុងដូចខ្ញុំថ្ងៃនេះអញ្ចឹងមេឃភ្លៀងរិចចង់ញ៉ាំបុកល្ហុងអញ្ចឹងហើយក៏មកអាពិសេសគ្រប់មុខក្តាមស្រស់ទៀតពេញពេលភ្លៀងនៅពេលត្រជាក់នៅខាងក្រៅចង់បានហើយនៅខាងក្នុងមែនហ្នឹងហើយត្រជាក់ក្រៅចង់បានហើយក្នុងខ្ញុំកំងយកក្តាមចង់មានក្តាមមានសាម៉ុនខាងឈ្ងុយទឹកប្រហុកណាតែពេលចេះទៅមិនចេះទៅផ្ទះវិញសោះក្រោកមកមានអ្នកធ្វើម្ហូបឲ្យញ៉ាំស្រេចហើយក៏តែពីតម្លាក់លេខបុកទីតាំងមក unboxing សប្បាយពេញនឹងថ្ងៃហ្នឹងមកក្មេងក៏ធ្វើម្ហូបឲ្យញ៉ាំបានឆាសណ្តែកគួរជាមួយនឹងផ្សិតច្បាយថាធ្វើញ៉ាំតែពីបបាតែមានណាគាត់ឆាឡើងមួយចានធំរបៀបគាត់ធ្វើឆាសណ្តែកនេះខុសពីខ្ញុំធ្វើដាច់ហ្មងនេះបងប្អូនឃើញនឹងផ្លែយមុនដំបូងគាត់កំពុងខ្ទឹមឲ្យឈ្ងុយហើយក៏ដាក់សាច់ជ្រូក3ជាន់ចូលចំហៀវវាឲ្យចេញខ្លាញ់តិចមកបានគាត់លាយគ្រឿងហើយសម្រាប់គ្រឿងក្រៅវិញមិនដាក់អីច្រើនទេតែទឹកប្រឡាក់សាច់របស់យើង3 4លាព្រាបាយសម្រាប់មួយចានធំប៉ុណ្នេះមកបានអ្វីដែលផ្លែកនេះឃើញគាត់ឆាសណ្តែកគួរឲ្យតុនមុនសិនមិនគាត់ដាក់ផ្សិតចូលតាមក្រោយបើរកដងវិញខ្ញុំឆាផ្សិតមុននេះទៅពេលគាត់ឆាសណ្តែកឲ្យតុនអញ្ចឹងទៅឆ្ងាញ់ណាស់ញ៉ាំឡើងជក់មាត់ខ្ទឹមឲ្យឈ្ងុយដាក់3ជាន់ចេះមកឆ្ងាញ់មែនតើបងប្អូនអើយនិយាយទៅមានគ្រឿងខុននៅផ្ទះបងប្អូនចង់ឆាម្ហូបចង់ធ្វើម្ហូបផ្សេងលឿនស្រួលមែនតើបងប្អូនយកគ្រឿងអស់30យើងថែមទឹកត្រីបុកនេះឲ្យមួយទឹកត្រីបុកនោះធ្វើមកពីម្ទេសខ្មែរនិងគួយឆ្មាខ្មែរសុទ្ធ 100% ជ្រលក់ជាមួយម្ហូបអញ្ចឹងក៏ត្រូវជ្រលក់មួយសាច់អាំងក៏ត្រូវដែរអែមណាបងប្អូនចង់បានឆាចូលផេកណាមកលេងពេញលឹកណាក៏អញ្ចឹងដែរក៏ធ្វើម្ហូបឲ្យញ៉ាំរហូតដល់ថាក្រោកពីគេមកបានបាយញ៉ាំស្រាច់ហ្មងឆាសណ្តែកគួរមួយផ្សិតឡើងតំណងមែនតើបងប្អូននៅជាមួយទៅផ្ទះវិញឆាអញ្ចឹងហើយពងខ្ទឹមឲ្យឈ្ងុយជាហៀវសាច់3ជាន់ហើយឆាសណ្តែកតុនចំដាក់ផ្សិតចូលតាមក្រោយអូផ្សិតយើងញ៉ាំទៅជ្រប់ឆ្ងាញ់មែនតើពងឈឺផងបានម្ហូបឆ្ងាញ់ចេះញ៉ាំបាយ2ចានណែឯងហើយដល់ម៉ោងបាយក៏ដឹកកវ៉ាន់មកដល់ដែរនេះ unboxing ខែអាគេងសិនហើយថាប៉ាមកពេញលឹកនឹងវិញញ៉ាំឈប់ទេអូយមាត់ខ្ញុំតណែបងប្អូនអើយញ៉ាំរហូត